បាទជំរាបសួរអ៊ីបាទអ៊ីមានឈ្មោះអីដែរអ៊ីតូមខុំឈ្មោះអីតូមខុំបាទអ៊ីមានអាយុប៉ុន្មានអីខ្ញុំអាយុ50គត់ឆ្នាំហ្នឹងឯងបាទអ៊ីឮថាអ៊ីមុននឹងអ៊ីមិនទាន់បានប្រើផលិតផល Nakosi នេះឥឡូវអ៊ីបានប្រើដឹងថាអ៊ីបានធូរបានជាអញ្ចឹងចង់ដឹងថាអ៊ីមុននឹងអ៊ីប្រើផលិតផល Nakosi នេះអ៊ីមានបញ្ហាអាឡែស៊ីខ្លះអាឡែស៊ីចំមកវាឡើងស្អុយឲ្យលួយអស់ហើយលោកគ្រូអូឡើងស្អុយហេតុធ្វើទុកមិនអីធ្វើទឹកឈូក្បាលរបស់កាជាបាទច្បាំងភ្នែកដែរលោកគ្រូបាទចាប៉ុន្តែដល់ពេលខ្ញុំបានប្រើឆ្នាំហ្នឹងទៅវាធូរច្រើនណាស់លោកគ្រូថា70%បាទប៉ុន្តែលេបខានបាទអញ្ចឹងដូចថាស្អុយក្នុងច្រមុះហ្នឹងមានធ្វើទុកឲ្យផលរំខានអីខ្លះទៀតដែរមានដូចថាគេងទៅថប់ដង្ហើមឬក៏ហូបលោកគ្រូថប់ទាំងកាល់អស់កម្លាំងទាំងកាល់វិលអញ្ចឹងលោកគ្រូបាទតែខ្ញុំតំណានអត់លក់បាទចុះហូបរបស់ផ្អាប់របស់ត្រជាក់អីបានទេកាលយើងមិនទាន់ប្រើហ្នឹងអត់ហ្នឹងហូបអីខ្លះទៅអត់បានហ្នឹងខ្ញុំហូបតែរៀងតែទឹករៀងត្រជាក់តិចក៏ឈួលអីលោកគ្រូតែឥឡូវខ្ញុំហូបកកហូបអីបានអញ្ចឹងលោកគ្រូបាទអញ្ចឹងហូបមិនបានអស់ហើយចាហូបហូបអីបានអត់មានដូចមុនទេលែងធ្វើទុកហើយចាបាទអញ្ចឹងចង់ដឹងថាឥឡូវអ៊ីប្រើផលិតផល Nakosi នេះអ៊ីប្រើប្រមាណគ្រាប់ទៅដឹងពីប្រសិទ្ធភាពហ៎ខ្ញុំប្រើអស់4-5គ្រាប់អូចូល5គ្រាប់ដឹងចាដឹងដោយថាធូខ្ញុំចំណានបានអញ្ចឹងណាលោកគ្រូបាទធូនឹងធូមិនវិញដែរអ៊ីធូគាត់ថាវាអត់សូវប្រដាសាយអត់សូវហ៊ីសបោអញ្ចឹងណាលោកគ្រូបាត់ឈឺក្បាលបាត់អីអស់ចាបាទកាលពីខ្ញុំអត់ទាន់បានប្រើហ្នឹងខ្ញុំដេកអត់បានអូកាលអត់ទាន់ប្រើគេងអត់បានទេចាដេកអត់បានទេអញ្ចឹងវាចេះធ្វើទុកមិនទៅបានគេងអត់បានទុកឈឺក្បាលក្អកលមាស់តិចអីចឹងទៅបាទចាមានអីទៀតទេដែលរៀងថប់ទៅហើមអញ្ចឹងទៅកាលមុនខ្ញុំមកយកអត់ទាន់ប្រើឆ្នាំហ្នឹងមកយកខ្ញុំដេកបាន1ម៉ោង2ម៉ោងអស់ហើយតែឥឡូវខ្ញុំមកលឹកម្ដងម៉ោង3ម៉ោង4ភ្លឺហ្នឹងអូឥឡូវគេងបានវិញហើយវាចេះតែធ្វើទុកមិនបានយើងគេងអត់បានទៅក្នុងច្រមុះឈួលលោកគ្រូឈួលចាក្នុងច្រមុះហ្នឹងមិនស្អុយឬក៏មិនដែរស្អុយផងតែពេលនេះវាលាកឈួលដល់នេះក្បាលបាទមានដុសសាច់ដែរខ្ញុំមកលួយហ្មងអូអាលៀកទៅជាលួយមានកទុះមានអីដែរកទុះហ្នឹងឯងលោកគ្រូអូកទុះចាជួនណានេះញីមកចិញ្ចៀមហ្មងបាទអូអញ្ចឹងខ្លាំងហេសុខភាពអ៊ីហ្នឹងប្រហែលឆ្នាំហើយអាឡែស៊ីហ្នឹងខ្ញុំឈឺជាង10ឆ្នាំហើយលោកគ្រូអូជាង10ឆ្នាំហើយអញ្ចឹងយូរហើយដែរដល់មកបានប្រើផលិតផល Nakosi នេះបានធូរបានជាចាបាទអញ្ចឹងបច្ចុប្បន្ននេះអ៊ីប្រើផលិតផល Nakosi នេះអស់ប្រហែលកំប៉ុងហើយទំ4កំប៉ុងលោកគ្រូអូ4កំប៉ុងហើយអញ្ចឹងអ៊ីជួយបញ្ជាក់បន្តិចមើល4កំប៉ុងហ្នឹងអ៊ីជាបានទៅលើអីខ្លះអ៊ីខ្ញុំជាច្រើនដែរលោកគ្រូកាលមុនតិចខ្ញុំមិនចេញខ្ទុះចេញអីឥឡូវអត់គ្រាន់វាឲ្យថាមុនហើមតិចហើមអីចឹងលោកគ្រូឥឡូវអត់មានទេកាលមុនខ្ញុំពេលនេះខ្ញុំរៀបដេកទៅខ្ញុំត្បាល់តិចចឹងទៅខ្ទុះមកអញ្ចឹងណាឥឡូវអត់មានទេលោកគ្រូបាទចាអញ្ចឹងជាបានច្រើនតែបើសិនតែខ្ញុំបានលេបតរហូតប្រហែលជាដាច់លោកគ្រូព្រោះខ្ញុំលេបខានអូលេបខានចុះក្នុងច្រមុះអ៊ីហ្នឹងមិនហើយក្នុងច្រមុះថាមានលួយមានស្អុយអីហ្នឹងណាឥឡូវវារៀងស្ងួតហើយលោកគ្រូស្ងួតអស់ហើយជាអស់ហើយអញ្ចឹងមានន័យថាអ៊ីជាបានច្រើនអញ្ចឹងបាន70%ហើយចូល70%ហើយបាទអញ្ចឹងអរគុណច្រើនអ៊ីជាចុងក្រោយអ៊ីមានពាក្យពេចន៍អីផ្ដាំផ្ញើទៅដល់ពុកម៉ែបងប្អូនណាផ្ដាំផ្ញើតាមបើមានបងប្អូនណាឈឺច្រមុះដូចខ្ញុំឲ្យប្រើ Nakosi ទៅវាល្អបាទឈឺច្រមុះដូចអ៊ីហ្នឹងឈឺមិនវិញវាឈឺក្បាលឈឺភ្នែកក៏ហាយហូរទឹកភ្នែកអត់ជាប្រចាំអីចឹងអីចាក្អកនិយាយក្អកវិញហូរនំហ្នឹងលោកគ្រូបាទចុះហូរសបោអីមានទេឥឡូវអត់មានទេលោកគ្រូឥឡូវជាដាច់អស់ហើយចាបាទកាលមុនហូរខ្ទុះហ្នឹងឯងបាទពីមុនហូរខ្ទុះចាតែឥឡូវជាបានចូល70%ហើយបាទចឹងអរគុណច្រើនអ៊ីសម្រាប់ការចែកចម្លែកជូនពុកម៉ែបងប្អូនណាបាទអរគុណច្រើនចា